ស្ដីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីស្លម្ជូរខ្ទិះត្រីឆ្លាំងជាដំបូងខ្ញុំចាក់ប្រេងឆាចូលក្នុងឆ្នាំងហើយដាក់គ្រឿងបុករបស់យើងចូលរំលីងឲ្យវាឡើងឈ្ងុយបន្តិចក្រោយពីគ្រឿងយើងឈ្ងុយហើយយើងក៏ដាក់ប្រហុកចិញ្ច្រាំរបស់យើងចូលយើងរំលីងវាឲ្យមានក្លិនឈ្ងុយពីប្រហុកហើយនឹងគ្រឿងបុករបស់យើងឲ្យបានល្អក្រោយពីខ្ញុំរំលីងវាឃើញថាឈ្ងុយបន្តិចហើយគឺឃើញវារៀងស្ងួតខ្ញុំក៏ដាក់ខ្ទិះដូងដើមរបស់យើងចូលក្រោយពីយើងដាក់ខ្ទិះដូងដើមហើយយើងដាក់ត្រីរបស់យើងចូលហើយយើងកូរត្រីនិងគ្រឿងឲ្យវាចូលជាតិគ្នាបន្តិចកុំកូរយូរពេកបងប្អូនខ្លាចវាឆ្អិនសាច់ត្រីហើយបែកសាច់បន្ទាប់មកខ្ញុំដាក់ទឹកសុទ្ធចូលបន្តិចដាក់ទឹកបន្តិចទៀតព្រោះយើងត្រូវការដាក់ខ្ទិះដូងទៀតហើយដាក់ប៊ីចេងម្សៅស៊ុបស្ករក្រហមបន្តិចជាចុងក្រោយពីទឹកយើងពុះខ្ញុំដាក់ខ្ទិះដូងចុងរបស់យើងចូលហើយក៏ទុកវាមករំពុះទៀតក្រោយពីពុះហើយយើងដាក់ត្រកួនរបស់យើងចូលក្រោយពីដាក់ត្រកួនបានមួយរំពុះហើយខ្ញុំក៏ដាក់ទឹកអំពិលទុំរបស់យើងចូលតាមចំណង់ចំណូលចិត្តរបស់បងប្អូនបន្ទាប់មកខ្ញុំក៏ភ្លក់ម្ហូបរបស់យើងថាវាជូរល្មមនៅឡើយក្រោយពីរសជាតិត្រូវចិត្តហើយក៏បិទភ្លើងហើយក៏ដួសដាក់ចានសម្រាប់វិធីសាស្ត្រស្លម្ជូរខ្ទិះរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងបងប្អូនមានអ្វីបន្ថែមអាចចែករំលែកបានអរគុណ